ថ្ងៃនេះដែរខ្ញុំមកបង្ហាញពីវិធីធ្វើផាក់ឡូវចំពោះផាក់ឡូវរបស់ខ្ញុំដែរគឺខ្ញុំញ៉ាំជាមួយនឹងទឹកសៀងបងប្អូនហើយបន្លែរបស់យើងមានការ៉ុតមានត្រសក់ហើយនឹងជីដើម្បីផ្ទាប់ញ៉ាំជាមួយផាក់ឡូវខ្ញុំមានគ្រឿងក្នុងលាងជម្រះឲ្យស្អាតហើយស្រុះវាឲ្យឆ្អិនណាបន្ទាប់មកយើងមានគ្រឿងសម្រាប់កាត់ឆ្អាបរបស់យើងហើយយើងមានឈាមបន្តិចផងដែរវិធីធ្វើយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងដាក់ប្រេងឆាចូលហើយយើងដាក់គ្រឿងកាត់ឆ្អាបរបស់យើងចូលទាំងអស់ទៅហើយយើងរំលីងគ្រឿងយើងជាមួយនឹងប្រេងឆាហ្នឹងឲ្យឡើងឈ្ងុយបន្ទាប់មកយើងដាក់ស្ករក្រហមហើយយើងបន្តកូររំលីងគ្រឿងទេសយើងឲ្យកូរជាមួយឲ្យចូលជាមួយនឹងស្ករក្រហមហើយបន្ទាប់មកយើងទៅដាក់ប្រេងខ្យងយើងដាក់មកវែកសម្លហើយយើងកូរវាឲ្យសព្វបន្ទាប់មកទៀតយើងទៅដាក់ទឹកត្រីកន្លះវែកសន្លទឹកស៊ីអ៊ីវបន្តិចហើយថែមប៊ីចេងបន្តិចជាមួយអំបិលបន្តិចនិងយើងដាក់ស្ករសបន្តិចដែរបងប្អូនបន្ទាប់មកយើងរំលីងគ្រឿងយើងឲ្យចូលគ្នាសព្វល្អបន្ទាប់មកយើងទៅដាក់គ្រឿងក្នុងរបស់យើងចូលដាក់គ្រឿងក្នុងចូលហើយយើងរំលីងគ្រឿងក្នុងរបស់យើងឲ្យចូលសព្វជាមួយគ្រឿងបន្ទាប់ពីរំលីងសព្វជាមួយគ្រឿងហើយយើងក្របវាទុកឲ្យរីងទឹកប្រៃឲ្យចូលជាមួយនឹងគ្រឿងក្នុងហើយបើយើងបន្ថែមទឹកចំពោះទឹកដែរខ្ញុំថែម2 3ដងបងប្អូនប៉ុន្តែខ្ញុំថែមតិចតិចទេមួយកូនកាត់ចានចង្កឹះអញ្ចឹងណាយើងទៅធ្វើទឹកជ្រលក់ដើម្បីជ្រលក់ម្ដងយើងដាក់ស្ករក្រហមហើយកូរឲ្យសព្វបន្ទាប់មកយើងដាក់សៀងដែលយើងបច្រាំម៉ត់នឹងចូលហើយយើងចាក់ទឹកបន្តិចហើយយើងកូរវាចូលគ្នាបន្ទាប់មកទៀតយើងដាក់ទឹកម្ទេសចូលបន្តិចដែរបន្ទាប់ពីដាក់ទឹកម្ទេសចូលកូរសព្វហើយយើងដាក់ថែមជាមួយនឹងម្ទេសឆារបស់យើងផងដែរបើយើងចង់ញ៉ាំហឹរយើងដាក់ម្ទេសឆាថែមមកបងប្អូនប៉ុន្តែបើអត់ចង់ហឹរទេយើងកុំដាក់អីហើយយើងភ្លក់ល្មមហើយគឺរួចរាល់ហើយយើងមកកាត់ផាក់ឡូវយើងតូចៗដើម្បីយកទៅញ៉ាំផ្ទាប់ជាមួយនឹងបន្លែហើយជ្រលក់ជាមួយនឹងទឹកសៀងបងប្អូនចំពោះរសជាតិវិញគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនអាចយកវិធីនេះទៅធ្វើអនុវត្តនៅផ្ទះខ្លួនឯងបានណារសជាតិគឺឆ្ងាញ់ខ្លាំងណាស់វីដេអូរបស់នេះខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានទស្សនាមកដល់ទីបញ្ចប់កុំភ្លេចទស្សនាវីដេអូរបស់នេះខ្ញុំបន្តទៀតអរគុណច្រើនជម្រាបលា